ទាំងអស់គ្នាចង់ទិញកាក់នៅតម្លៃទាបបំផុតឬក៏អ្នកទាំងអស់គ្នាចង់ទិញកាក់នៅតម្លៃមុនទីផ្សារឬក៏មុនកាក់នឹងដាក់ list នៅក្នុង exchange ហើយឥឡូវនេះអ្នកទាំងអស់គ្នាអាចទិញវាបានហើយជាមួយនឹង feature ថ្មីរបស់ Binance នោះគឺជា Binance Alpha នៅក្នុង Binance Alpha គឺជា platform ថ្មី feature ថ្មីរបស់ Binance កន្លែងអ្នកទាំងអស់គ្នាអាចធ្វើការទិញកាក់ថ្មីឬក៏កាក់នឹងមុននឹងកាក់នឹងធ្វើការ list នៅក្នុង Binance Spot ឬក៏ Binance Future វាជាកន្លែងដែល Binance ធ្វើការ pre-listing នៅកាក់ថ្មីហើយភាគច្រើននៃកាក់នៅក្នុង Binance Alpha ឬក៏ coin នៅក្នុង Binance Alpha នៅពេលដែល list នៅក្នុង exchange ឬក៏នៅក្នុង Binance Spot ឬក៏ Binance Future គឺវាកើនតម្លៃ8ដងនៃតម្លៃដើមរបស់វាព្រោះវិញទៀតនៅក្នុង Binance Alpha ក៏មានការចែកនៅ airdrop តាមរយៈអ្នកនរគ្នាធ្វើការសន្សំនៅ point នៅក្នុង Binance Alpha event តើយើងធ្វើយ៉ាងម៉េចដើម្បីចូលរួមជាមួយនឹង Binance Alpha បានឬក៏យើងចូលរួមដើម្បីបាន airdrop ឬក៏ធ្វើការទិញលក់ឬក៏សកម្មភាពអ្វីនៅក្នុង Binance Alpha ធ្វើបានដោយរបៀបណាតោះយើងទៅមើលវីដេអូទាំងអស់គ្នា let's go អ្នកគ្នាមុនទៅមើលវីដេអូរបៀបដែលអ្នកទាំងអស់គ្នាអាចធ្វើការទិញកាក់ថ្មីមុនកាក់នឹងចូលផ្សារបានដំបូងអ្នកទាំងអស់គ្នាអត់មាន account Binance សម្រាប់ធ្វើការទិញលក់កាក់ទេអ្នកគ្នាត្រូវតែបង្កើតវាឥឡូវនេះអ្នកគ្នាឥឡូវនេះអ្នកគ្នាបង្កើតភ្លាមទទួលបាននៅលុយ$6 plate អ្នកគ្នានៅក្នុង reward hub ដើម្បីបង្កើត account Binance គឺ easy ងាយស្រួលទេអ្នកគ្នាគ្រាន់ធ្វើការ stop នៅវីដេអូនេះបន្តិចទៅហើយអ្នកគ្នាធ្វើការ scan នៅ QR មួយនេះអ្នកគ្នាធ្វើការ scan វាទៅណាបាទបន្ទាប់ពីអ្នកគ្នា scan រួចរាល់ហើយវានឹងទាមទារអ្នកទាំងអស់គ្នាធ្វើការបំពេញនៅ mail ឬក៏ password អ្នកគ្នាធ្វើការបំពេញ mail ក៏បានលេខទូរស័ព្ទក៏បានបន្ទាប់មកចុច password អ្នកគ្នាបន្ទាប់មកអ្នកគ្នាចុចពាក្យ nick ឬក៏ចុចពាក្យ tag create បន្ទាប់ពីអ្នកទាំងអស់គ្នា nick ឬក៏ create រួចរាល់ហើយអ្នកគ្នាធ្វើការ login បន្ទាប់ពី login ហើយវាទាអ្នកទាំងអស់គ្នាធ្វើការបំពេញនៅ KYC អ្នកគ្នាត្រូវតែបំពេញ KYC ដើម្បីបានលុយចឹងដើម្បីបំពេញ KYC អ្នកគ្នាគ្រាន់តែបំពេញតាមរយៈ ID ឬក៏ passport ហ្នឹងទៅអ្នកគ្នាតាមបែបបត់ហ្នឹងទៅអ្នកគ្នា complete ទៅបន្ទាប់មកអ្នកគ្នាអាចប្រើប្រាស់ account Binance បានហើយដើម្បីធ្វើការរកលុយតាមរយៈ saving staking ឬក៏ទិញលក់កាក់បានដោយសេរីបាទសួស្តីអ្នកគ្នាជួបជាមួយនឹងខ្ញុំបាទហេងជួបគ្នាម្ដងទៀតហើយនៅក្នុងវីដេអូនេះគឺខ្ញុំមកនិយាយអំពី Binance Alpha កន្លែងដែលអ្នកទាំងអស់គ្នាអាចធ្វើការទិញលក់កាក់ថ្មីមុននឹងកាក់ហ្នឹងធ្វើការ list នៅក្នុងផ្សារអ្នកទាំងអស់គ្នាភាគច្រើនអ្នកគ្នាកាក់នៅពេលដែលចេញពី Binance Alpha គឺវាគុណជាមួយតម្លៃវាកើន8ដងនៃតម្លៃដើមអ្នកទាំងអស់គ្នាតើអ្នកគ្នាទិញ$100អ្នកគ្នាបានដល់$500 $600វិញនៅពេលដែលកាក់ហ្នឹងវាធ្វើការ list នៅក្នុង Binance Spot ឬក៏ Binance Future ហើយនៅក្នុង Binance Alpha នេះបច្ចុប្បន្ននេះក៏មានការចែកនៅ airdrop ផ្សេងៗអ្នកគ្នាដើម្បីបាន airdrop ហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវតែធ្វើការសន្សំ point នៅក្នុង Alpha event ហើយធ្វើយ៉ាងម៉េចហើយចូលរួមយ៉ាងម៉េចខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានេះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញ3ចំណុចបាទចំណុចទី1តើអ្វីទៅគឺជា Binance Alpha ហើយចំណុចទី2តើយើងធ្វើការចូលរួម participate ជាមួយនឹង Binance Alpha បានដោយរបៀបណាដើម្បីយើងបាននៅ airdrop តាមរយៈ token generation event ឬក៏តាមរយៈអីផ្សេងហើយចំណុចទី3គឺយើងទៅមើលរបាយការណ៍ទាក់ទងជាមួយនឹង Alpha ទាក់ទងជាមួយកាក់មុនតើបន្ទាប់ពីកាក់នឹងធ្វើការ list នៅក្នុង spot ឬក៏នៅក្នុង future តើវាសន្ទុះយ៉ាងម៉េច let's go បាទអ្នកគ្នាតើអ្វីទៅគឺជា Binance Alpha គឺជា feature ថ្មីនៅក្នុង Binance Wallet អ្នកនរគ្នាដែលវាទាក់ទងជាមួយនឹង Web3 ទីកន្លែងដែលអ្នកទាំងអស់គ្នាអាចធ្វើការទិញកាក់មុននឹងកាក់នឹងធ្វើការ list នៅក្នុង exchange ហើយវាផ្ដល់នៅ user នៅ inside Alpha ហើយនឹងអាចធ្វើអ្នកទាំងអស់គ្នាធ្វើការសិក្សាស្រាវជ្រាវកាក់ថ្មីអ្នកទាំងអស់គ្នាមុននឹងកាក់នឹងគឺចូលទៅក្នុង exchange នៅក្នុង spot ហើយនឹងនៅក្នុង future ហើយមួយវិញទៀតអ្នកទាំងអស់គ្នាក្នុង Binance Alpha ហ្នឹងគឺជាវាបម្រើសេវាកម្មឬក៏ serve ជាប្រភេទ pre-listing token ដែល selection pool មានន័យថាគ្រប់កាក់ទាំងអស់ដែលដាក់នៅក្នុង Binance Alpha គឺមានការត្រួតពិនិត្យត្រឹមត្រូវដោយ team របស់ Binance តែគ្រប់កាក់ទាំងអស់នៅក្នុង Binance Alpha ក៏មិនប្រកាសថាវានឹងធ្វើការ list នៅក្នុង Binance Spot ឬក៏ Binance Future ទេអ្នកនរគ្នាដោយសារចាប់តាំងពីមាន Binance Alpha ដល់បច្ចុប្បន្នគឺមានតែ10%ប៉ុណ្ណោះនៃកាក់ដែលចេញអំពី Binance Alpha ចូលទៅក្នុង Binance Spot ឬក៏ Binance Future Trading សរុបសេចក្តីមកអ្នកនរគ្នា Binance Alpha គឺជាទីតាំងដែលអ្នកទាំងអស់គ្នាអាចធ្វើការទិញលក់កាក់ជាប្រភេទ pre-listing មុនកាក់នឹងធ្វើការចូលទៅក្នុង mainstream ឬក៏ចូលទៅក្នុង exchange របស់ Binance ដើម្បីអ្នកទាំងអស់គ្នាអាចធ្វើការទិញនៅកាក់ pre-listing ឬក៏
ក៏កាក់បាយណង Alpha នេះបានអ្នកទាំងអស់គ្នាដំបូងអ្នកទាំងអស់គ្នាត្រូវតែធ្វើការបង្កើតនៅ wallet web free នៅក្នុងបាយណងអ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នាអាចធ្វើការទិញលក់កាក់នៅក្នុងបាយណង Alpha បានដំបូងអ្នកទាំងអស់គ្នាត្រូវតែមាន web free wallet អ្នកទាំងអស់គ្នាចឹងដើម្បីអ្នកទាំងអស់គ្នាមាន web free wallet ដំបូងអ្នកទាំងអស់គ្នាត្រូវមាន account បាយណងសិនណាអ្នកទាំងអស់គ្នាបន្ទាប់មានហើយអ្នកទាំងអស់គ្នាធ្វើការបើក account បាយណងយើងសិនមកបន្ទាប់ពីអ្នកទាំងអស់គ្នាបើក account បាយណងរួចរាល់ហើយអ្នកទាំងអស់គ្នាចុចកន្លែងពាក្យ access តោះមកអ្នកទាំងអស់គ្នានៅខាងលើមានពាក្យថា exchange ហើយនិង wallet អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាចុចកន្លែងពាក្យថា wallet មកវានឹងធ្វើការ connect អ្នកទាំងអស់គ្នាទៅកាន់ web free wallet បន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការ create អ្នកទាំងអស់គ្នានេះគឺថាខ្ញុំបង្កើតរួចរាល់ហើយតែសម្រាប់អ្នកទាំងអស់គ្នាអត់ទាន់មានវាទេអ្នកទាំងអស់គ្នាធ្វើការបង្កើតវាអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ create ទៅអ្នកទាំងអស់គ្នាបំពេញនៅ phrase word របស់វាទៅ12ពាក្យហ្នឹងទៅរួចរាល់ជាការស្រេចអ្នកទាំងអស់គ្នាអាចប្រើប្រាស់វាដើម្បីធ្វើការមើលកាក់ឬក៏ទិញកាក់នៅក្នុងនេះបានហើយអ្នកទាំងអស់គ្នាហើយកាក់នៅក្នុងនេះគឺជាប្រភេទកាក់ដែលអត់ទាន់ធ្វើការចូលទៅក្នុងផ្សារទេអ្នកទាំងអស់គ្នាបាទក្នុងបាញ់ណង Alpha នេះគឺប្រភេទកាក់ដែលអត់ទាន់ចូលទៅក្នុងបាញ់ណង exchange នៅក្នុង spot ឬក៏នៅក្នុង future ទេអ្នកទាំងអស់គ្នាវាជាប្រភេទ pre listing បាទអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការទិញលក់នៅក្នុងនេះបានអ្នកទាំងអស់គ្នាចំណុចទី2តើយើងធ្វើយ៉ាងម៉េចដើម្បីធ្វើការចូលរួម participate ជាមួយនឹងបាញ់ណង Alpha ដើម្បីអាចទទួលបាននៅ airdrop អំពីកាក់ឈ្មោះថា token generation event ឬក៏សន្សំនៅពិន្ទុបាទអ្នកទាំងអស់គ្នាដើម្បីទទួលបាននៅ airdrop ពីបាញ់ណង Alpha ឬក៏ participate ជាមួយនឹង Alpha event ដំបូងអ្នកទាំងអស់គ្នាធ្វើការបើក account បាញ់ណងយើងសិនមកអ្នកទាំងអស់គ្នាបន្ទាប់ពីយើងបើក account បាញ់ណងយើងរួចរាល់ហើយអ្នកទាំងអស់គ្នាដើម្បីចូលរួមជាមួយនឹង Alpha event ឬក៏ដើម្បីទទួលបាននៅ airdrop ពីបាញ់ណង Alpha ក៏លុយ free ពីហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវតែមាន point អ្នកទាំងអស់គ្នាដោយសារវាធ្វើការកាត់ point យើងហើយវីដេអូជាលុយឲ្យយើងអញ្ចឹងការសន្សំ point ហ្នឹងគឺតាមរយៈអ្នកទាំងអស់គ្នាធ្វើការទិញលក់កាក់នៅក្នុង Alpha ហ្នឹងឯងបាទអញ្ចឹងដំបូងអ្នកទាំងអស់គ្នាធ្វើការចូលមកកាន់ home ហ្នឹងណាបន្ទាប់មកអ្នកទាំងអស់គ្នាចុចកន្លែងពាក្យ more ហ្នឹងអ្នកទាំងអស់គ្នាកន្លែងខាងលើកន្លែង service ហ្នឹងអ្នកទាំងអស់គ្នាវាយពាក្យថា Alpha ទៅវានឹងចេញហើយអ្នកទាំងអស់គ្នាវាចេញពាក្យថា Alpha event បាទអញ្ចឹងយើងចុចកន្លែង Alpha event មកកន្លែងនេះគឺជាកន្លែងសន្សំនៅ point អ្នកទាំងអស់គ្នាត្រូវតែមានពិន្ទុអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមានពិន្ទុទេអ្នកទាំងអស់គ្នាអាចធ្វើការចូលរួមដើម្បីបានលុយ free ដើម្បីបានកាក់ free តាមរយៈ Alpha airdrop ហ្នឹងទេអញ្ចឹងយើងត្រូវមាន point បាទអញ្ចឹងឧទាហរណ៍នេះខ្ញុំមាន30 point ធ្វើម៉េចបានយើងមាន point ដើម្បីមាន point គឺអ្នកទាំងអស់គ្នាត្រូវធ្វើការសកម្មភាពនៅក្នុង web 3នៅក្នុងបាញ់ណង Alpha web 3នឹងឯងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាយើងទៅមើលនេះ Alpha airdrop នៅក្នុង Alpha airdrop អានេះគឺ19ម៉ោងទៀតអ្នកទាំងអស់គ្នានឹងធ្វើការលីហើយវានឹង maximum point require គឺ194អ្នកទាំងអស់គ្នាវាត្រូវការ194 point អ្នកទាំងអស់គ្នាហើយនឹង point Wilson គឺ15 point អញ្ចឹងយើងត្រូវសន្សំ point នៅក្នុងបាញ់ណង Alpha point ហ្នឹងបានយើងអាចធ្វើការចូលរួមជាមួយនឹង Alpha airdrop បានអ្នកទាំងអស់គ្នាទៅមើលនៅក្នុង token generation event TGE ហ្នឹងមានន័យថា token generation event យើងធ្វើការចូលរួមជាមួយវាទេដើម្បីយើងបាន point ហើយយក point ហ្នឹងដើម្បីធ្វើការមកចូលរួមនៅក្នុង airdrop ដើម្បីយើងបានលុយ free នឹងឯងអញ្ចឹងនៅក្នុង event គេនេះអានេះអ្នកទាំងអស់គ្នាមើលទៅនេះវាមាន airdrop នៅក្នុងយើងចុចមិញវាមាន airdrop អញ្ចឹងអ្នកទាំងអស់គ្នានៅពេលដែលយើងចុចចែកអ្នកទាំងអស់គ្នាឧទាហរណ៍ថាយើងចុចមិញគឺយើងចុចនៅក្នុង Alpha event ហើយយើងចុចកន្លែង airdrop ដល់ពេលយើងចុចកន្លែង airdrop នេះហើយយើងចុចកន្លែង token generation event វានឹងធ្វើការភ្ជាប់ទៅកាន់ web free wallet ឬក៏នៅក្នុងបាញ់ណង Alpha web free នឹងឯងអញ្ចឹងវានៅក្នុងនេះអ្នកគ្នាមើលខាងលើមាន4មាន airdrop មាន exclusive មាន token generation មាន decentralized app ក្នុង airdrop នេះអ្នកគ្នាវាកន្លែងយើង join អ្នកគ្នានេះ exclusive airdrop ឯអ្នកគ្នាអញ្ចឹងអ្នកគ្នា join ពួកហ្នឹងដើម្បីអ្នកគ្នាបានលុយបានអីនឹងឯងអ្នកគ្នាអញ្ចឹងឧទាហរណ៍យើងអ្នកគ្នា supply soul BTC CM100 reward with finance ហ្នឹងយើងធ្វើការ join ទៅអ្នកគ្នាបាទដើម្បីឲ្យយើងបាន airdrop មួយហើយ exclusive token នេះអ្នកគ្នាហ្នឹងវាចប់ហើយអ្នកគ្នានេះហ្នឹងវាចប់អស់ហើយអ្នកគ្នាតែបើសិនមកវាមានអ្នកគ្នាធ្វើការចូលរួមជាមួយវាទៅបាទបែបនេះអ្នកគ្នាយើងទៅមើល performance តកតងជាមួយនឹងបាញ់ណង Alpha ចាប់តាំងពីវាបង្កើតមកដល់ឥឡូវនេះតើវាយ៉ាងម៉េចខ្លះអ្នកគ្នាបាទអញ្ចឹងសម្រាប់បាញ់ណង Alpha អ្នកគ្នាតាំងពីមានវាមកតាំងពីឆ្នាំ2024មកអ្នកគ្នាដល់ឥឡូវនេះសរុប token ទាំងអស់អ្នកគ្នាតែ 10% ទេអ្នកគ្នាដែលវា select ចេញអំពី Web3 wallet ក្នុងបាញ់ណង Alpha យកមកដាក់ឲ្យអ្នកគ្នាធ្វើការទិញលក់នៅក្នុងបាញ់ណង spot ឬក៏បាញ់ណង future បាទហើយភាគច្រើនកាក់នៅពេលដែលចូលនៅក្នុងបាញ់ណង spot ឬក៏បាញ់ណង future អ្នកគ្នាគឺវាកើន8ដងអ្នកគ្នានៃតម្លៃដើមបន្ទាប់ពី day 1បាទបែបនេះមានច្រើនទៀតអ្នកគ្នាអាចមកមើលនៅ report មួយនេះអ្នកគ្នាទាក់ទងជាមួយនឹង token នៅពេលដែលវានៅក្នុងបាញ់ណង Alpha បន្ទាប់មកវានៅក្នុងបាញ់ណង trade នៅក្នុង spot បាទវាមានកាក់ sell កាក់ BMT កាក់ BR កាក់ party kilo pam STO បាទចឹងឧទាហរណ៍ថាកាក់នេះអ្នកគ្នានៅក្នុងបាញ់ណង amount spend per user reward per user on day 1 close net reward per user on day 1 close ហើយនឹង discount purchase price ហើយនឹង net reward per user on all time high អ្នកគ្នា
គ្នាមើលសារមកអ្នកនរគ្នា17នៅក្នុង reward day 1 គឺបានឡើងដល់298ហើយ net reward គឺបាន208អញ្ចឹង discount purchase price គឺយកគុណជាមួយនឹង 16x ណោះអ្នកនរគ្នាអញ្ចឹងចំណេញ net reward គឺបាន$583អ្នកនរគ្នាភាគច្រើនគឺដឹងតែគុណទ្វេហើយអ្នកនរគ្នាកាក់នៅពេលដែលវាចេញអំពីបាញ់ណង alpha ចូលមកក្នុងបាញ់ណង sport យើងធ្វើការទិញលក់កាក់នៅក្នុងបាញ់ណង alpha គឺយើងទិញកាក់មុនចូលផ្សារកាក់ប្រភេទ pre listing មានន័យថាវាមុនគេដាក់លក់វានៅក្នុងទីផ្សារអ្នកនរគ្នាអញ្ចឹងគឺទូទៅគឺយើងចំណេញយើងបានតម្លៃកាន់អញ្ចឹងឧទាហរណ៍ដល់ BMT អ្នកនរគ្នាតម្លៃវានេះ$12អ្នកនរគ្នាមើល reward net reward ដែលយើងទទួលបានឡើង$164ណោះហើយយើងមកមើលគិតជាចេះវិញអ្នកនរគ្នាយើងគិតជា project token purchase អ្នកនរគ្នាយើងមើលតម្លៃវានៅក្នុង alpha ហើយនឹងតម្លៃចូល sport alpha តម្លៃវាចូលគឺ 0.02% ទេអ្នកនរគ្នា day 1 close គឺបាន 0.36 តម្លៃមួយកាក់បាទហើយ all time high 0.6ហើយគិតជាភាគរយនៅពេលវាបិទគឺ 100% អ្នកនរគ្នាហើយមើលកាក់ខ្លះដូចកាក់ P PAM នេះ PU MP កាក់នេះគឺនៅចូលក្នុង alpha token generation event អ្នកនរគ្នា token generation event គឺតែ 0.02 សេនទេអ្នកនរគ្នាក្នុងមួយកាក់បាទអញ្ចឹងបន្ទាប់ពីបិទថ្ងៃ 0.06 អ្នកនរគ្នាហើយ all time high អ្នកនរគ្នាគឺបាន 0.22 ហើយវាកើនបាន31%បែបនេះអញ្ចឹងគឺកើនមែនទេតែអ្នកនរគ្នាអត់ប្រកាសថាអ្នកនរគ្នាទិញលក់កាក់នៅក្នុងបាញ់ណង alpha ហើយទិញប្រភេទ pre listing ហើយសង្ឃឹមថាកាក់នឹងធ្វើការចូលទៅក្នុងទីផ្សារបាញ់ណងហើយអ្នកនរគ្នានឹងទទួលចំណេញគ្រប់កាក់អត់ទេណាអ្នកនរគ្នាព្រោះថាតែ 10% ទេនៃកាក់ដែលនៅក្នុងបាញ់ alpha ដែលយកចេញមកអញ្ចឹងគ្រប់ការទិញលក់របស់អ្នកនរគ្នានៅក្នុងបាញ់ណង alpha ដែលអ្នកនរគ្នាទិញមុនផ្សារហ្នឹងគឺអ្នកនរគ្នាត្រូវតែទទួលខុសត្រូវខ្លួនឯងវីដេអូនេះមិនមែនថាវីដេអូដែលនាំអ្នកនរគ្នាត្រូវទិញណាគ្រាន់តែជាចំណេះដឹងហើយនឹងឲ្យអ្នកនរគ្នាមើល performance របស់វាថាបន្ទាប់ពីវាចេញពី alpha ហើយវាចូលទៅក្នុង sport គឺវាកើនយ៉ាងម៉េចណាបាទអ្នកនរគ្នាវីដេអូនេះមានតែប៉ុណ្ណេះឯងទាក់ទងជាមួយនឹងរបៀបទិញលក់កាក់នៅក្នុងបាញ់ណង alpha ហើយនឹងរបៀបដែលអ្នកនរគ្នាអាចយល់អំពី alpha event អំពីទូហើយនឹងរបៀបដើម្បីទទួលបាននៅ airdrop exclusive drop នៅក្នុងបាញ់ណង alpha បាទអញ្ចឹងមុននឹងចប់វីដេអូអ្នកនរគ្នាបើមិនទាន់ធ្វើការ subscribe channel របស់ខ្ញុំបាទទេអ្នកនរគ្នាជួយ subscribe ឲ្យផងណាអ្នកនរគ្នាចុច subscribe ចុចសញ្ញាកណ្ដឹងខ្លួននេះមួយផងបាទអរគុណអ្នកនរគ្នា please have a nice day bye bye